ប្រពន្ធនឹងកូនចេញពីធ្វើការវិញឃើញប្តីស្លាប់នៅលើអង្រឹងទៅហើយបរិមម្នាក់ជាសន្តិសុខយាមនៅរោងចក្រមានជំងឺប្រចាំកាយដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលជាន់ទី4បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 5:15 នាទីល្ងាចថ្ងៃទី27 ខែឧសភាឆ្នាំ2025នៅតាមបណ្ដោយផ្លូវបេតុងភូមិត្រពាំងភ្លឹង1សង្កាត់ចំចៅ1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញសពបរិសខាងលើមានឈ្មោះតុងពៅភេទប្រុសអាយុ43ឆ្នាំមុខរបរជាសន្តិសុខយាមនៅរោងចក្រឌីឡានៅផ្ទះជួលកាត់ហេតុមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យមានប្រពន្ធឈ្មោះញ៉ែលចន្ទឌីអាយុ37ឆ្នាំមុខរបរធ្វើការងាររោងចក្រតាមប្រភពព័ត៌មានពីក្រុមគ្រួសាររបស់បរិសជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកាត់ហេតុជនរងគ្រោះមានអាការៈហើមដៃហើមជើងនិងប៉ោងពោះគឺជំងឺចាស់រើឡើងវិញជំងឺទីទឹកមិនអាចទៅធ្វើការងារកើតប្រពន្ធបានឲ្យឈប់សម្រាកដេកនៅចាំបន្ទប់ចំណែកប្រពន្ធនិងកូនបាននាំគ្នាចេញទៅធ្វើការបាត់លុះវេលាម៉ោងកាត់ហេតុខាងលើគណៈស្ត្រីជាប្រពន្ធត្រឡប់មកពីធ្វើការងារវិញមកដល់បន្ទប់ឃើញបរិសជាប្តីដេកស្លាប់នៅលើអង្រឹងតែមិនអស់ចិត្តក្រែងមានដង្ហើមក៏ស្រែកហៅឲ្យអ្នកជិតខាងមកជួយភ្លាមនោះមានបងប្អូនរនៅបន្ទប់ជិតនោះក៏បាននាំគ្នាលើកជនរងគ្រោះយកទៅដាក់នៅជាន់ក្រោមរួចបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យជិតផ្ទះជួលជាអកុសលពេលពេទ្យពិនិត្យរួចឆ្លើយថាផុតដង្ហើមយូរមកហើយទើបសញ្ញិតគ្រួសារសពសែងយកទៅវិញមកដាក់នៅលើចិញ្ចើមផ្លូវរួចហើយខាងម្ចាស់ផ្ទះជួលបានទៅសមត្ថកិច្ចមូលដ្ឋានបន្តក្រោយពេលកាត់ហេតុបន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ធ្វើការសួរនាំដោយភាគីខាងសញ្ញិតគ្រួសារសពជនរងគ្រោះមិនបានប្តឹងផ្តល់សមត្ថកិច្ចធ្វើលិខិតផ្ទេរសពឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ